នាងគឺជាជនជាតិភូមាឈ្មោះហងសងសឺរៀងរាល់ថ្ងៃព្រឹកនាងបើកភ្នែកឡើងគឺទៅផ្សារដើម្បីរៀបចំគ្រឿងនំបងខ្លាញ់ពីព្រោះនេះជាប្រាក់ចំណូលដ៏សំខាន់នៃជីវភាពរស់នៅម្សៅមី3កញ្ចប់សណ្តែកក្រហម5គីឡូស្ករស20គីឡូ17ឆ្នាំមុនដោយសារចង់ឲ្យកូនទទួលបានការអប់រំកាន់តែល្អនាងនិងប្តីនាងក៏នាំកូនស្រីដែលមានអាយុ3ឆ្នាំមករស់នៅតៃវ៉ាន់ឯនាងធ្វើការចង្ក្រានសាលាមត្តេយ្យឯប្តីនាងធ្វើការក្នុងក្រុមហ៊ុនដែកគ្រួសាររស់នៅដោយសាមញ្ញហើយមានសុភមង្គលតែនៅឆ្នាំ2006មានគ្រោះថ្នាក់នៅការដ្ឋានបាត់បង់សុខភាពប្តីនាងឯជីវិតរស់នៅក៏កែប្រែដែរពេលខ្ញុំទៅដល់មន្ទីរពេទ្យដឹងពីស្ថានភាពរបស់គាត់តែខ្ញុំមិននឹកស្មានថាវាធ្ងន់ធ្ងរដល់ថ្នាក់នេះសោះមួយខែក្រោយមកខ្ញុំគិតថាចុះកូនខ្ញុំធ្វើយ៉ាងម៉េចទៅថែរក្សាកូនដោយរបៀបណាថែរក្សាប្តីដោយរបៀបណាហើយរកលុយដោយរបៀបណាគិតថាបន្ទាប់មកខ្ញុំត្រូវធ្វើយ៉ាងម៉េចទៅប្តីនាងខ្លាចជាមនុស្សស្លាប់រាងកាយឯកូនស្រីមានអាយុ9ឆ្នាំកូនប្រុសមានអាយុ5ឆ្នាំមួយរំពេចនោះឲ្យនាងទទួលខុសត្រូវបន្ទុកគ្រប់បែបយ៉ាងនាងមិនដឹងធ្វើយ៉ាងម៉េចទេនាងក៏នឹកឃើញថាខ្លួនធ្លាប់ចង់លក់នំលក់នៅតៃវ៉ាន់នាងស្មុគស្មាញក្នុងចិត្តណាស់មិនដឹងចាប់ផ្ដើមដោយរបៀបណាទេនាងខឹងខ្លួនឯងកាលនៅស្រុកកំណើតមិនបានរៀនធ្វើនំនេះពេលនោះគិតថាលំបាកធ្វើណាស់ធ្វើអ្វីក៏មិនត្រូវបើដាក់ចិត្តធ្វើហើយខ្ញុំមិនត្រូវបោះបង់ចោលពាក់កណ្ដាលនោះទេខ្ញុំមិនដឹងមូលហេតុមកពីអ្វីហេតុអ្វីក៏ធ្វើមិនបានដោយជោគជ័យតែខ្ញុំត្រូវតែធ្វើឲ្យបានជោគជ័យមិនថារសជាតិល្ងាវសណ្តែកក្រហមឬសាច់ជ្រូកទេញ៉ាំមួយម៉ាត់ទៅមានមនោសញ្ចេតនានិងក្តីស្រឡាញ់ពេញរបស់នាងពួកយើងញ៉ាំចូលទៅមិនត្រឹមតែជារសជាតិអាហារទេថែមទាំងមានពាក់ព័ន្ធនឹងប្រវត្តិនារីក្លាហានម្នាក់ដែលមិនព្រមចោទចាញ់ក្នុងជីវិតរបស់ខ្លួន